គឺផឹកកាហ្វេនៅហាងដែលមានប្លង់ថតរូបស្អាតៗបែបលក្ខណៈធម្មជាតិនៅជាយក្រុងភ្នំពេញជាមួយនឹងខ្ញុំកន្លែងទីមួយដែលខ្ញុំមកគឺផ្ទះនារីនៅក្នុងក្រុងតាខ្មៅខ្ញុំទៅហាងកាហ្វេច្រើនណាស់ប៉ុន្តែហាងកាហ្វេមួយកន្លែងនេះខ្ញុំពិតជា recommend ឲ្យអ្នកទាំងអស់គ្នាមកសាកល្បងមែនទែនដោយសារតែនៅនេះមិនត្រឹមតែជាហាងកាហ្វេដែលមានទេសភាពធម្មជាតិស្អាតទេគាត់ក៏មានលក់ជាមួយនឹងម្ហូបអាហារខ្មែរជាច្រើនមុខដែលមានតម្លៃសមរម្យហើយថ្ងៃនេះខ្ញុំសាកជាមួយនឹងនំបញ្ចុកស្លខ្មែរពីខាងគាត់ណាគឺអង្ខកបំណងឯងទឹកស្លឈ្ងុយខ្ទិះដូងហើយសិតតែសាច់ត្រីឡង្ខាប់ហ្មងសម្រាប់បន្លែខាងគាត់វិញគឺស្រស់ហើយដូចជានំបញ្ចុកអីគាត់រយមកថ្មីទៀតចង់យើងញ៉ាំទៅឆ្ងាញ់ព្រៀងនៅហាងគាត់មានតាំងពីទឹកអំពៅទៀតគាត់រៀបមកឡើងស្អាតបែបលក្ខណៈខ្មែរនិយាយទៅព្រៀងនៅកន្លែងគាត់ឆ្ងាញ់ហើយនឹងពុំនេះវិញមែន The Way in the World លេខ1ហ្មងហើយហ្វោនហាងនេះពី TikTok ពីអីមកទេប៉ុន្តែលើកទី1ដែលទៅគឺពិតជាអត់ខកបំណងគឺ relax ខ្លាំងហ្មងដូចយើងបានទៅស៊ីរូបទៅអីចឹងហាងកាហ្វេទី2ដែលខ្ញុំមកថ្ងៃនេះគឺមានឈ្មោះថាគ្រួសម្រោងកាហ្វេដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅដូចគ្នានៅនេះគាត់មានលក់ជាមួយនឹងភេសជ្ជៈនិងអាហារសម្រន់ដែរខ្ញុំបានសាកកាហ្វេពងមាន់ក្រៀមនៅកន្លែងគាត់ហើយគឺមានរសជាតិឆ្ងាញ់បើសិនជាអត់ដឹងថាត្រូវទៅណាទេអ្នកទាំងអស់គ្នាអាចសាកទៅកន្លែងទាំងពីរនឹងបានធានាឲ្យថាឆ្ងាញ់ហើយតម្លៃសមរម្យអរគុណច្រើន